ដំណឹងក្តៅៗតម្លៃមាសអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែសម្ពាធពីប្រាក់ដុល្លារអាមេរិកកើនឡើងនិងការព្រួយបារម្ភពីអត្រាការប្រាក់ខ្ពស់ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានបន្តដល់សប្តាហ៍ទី2ហើយប្រេងឆៅអន្តរជាតិបានកើនលើសពី$110ក្នុងមួយបារ៉ែលធំនេះបើតាមប្រភពពីសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី9ខែមីនាឆ្នាំ2025តម្លៃមាសអន្តរជាតិធ្លាក់ចុះដល់ពី5មកនៅក្រោម$5.050ក្នុងមួយអោនឬ$5.034ក្នុងមួយដំឡឹងក្នុងការជួញដូរដំបូងនៃថ្ងៃទី9ខែមីនាឆ្នាំ2026មុនពេលរក្សាតម្លៃត្រឹម$5,075លាអោនឬ$6,114ក្នុងមួយដំឡឹងគិតត្រឹមម៉ោង 9:30 នាទីព្រឹកម៉ោងនៅកម្ពុជាក្រុមហ៊ុនផលិតប្រេងធំៗនៅតំបន់ឈូងសមុទ្រពេក Persian Gulf បានកាត់បន្ថយផលិតផលរបស់ខ្លួនដោយសារតែសង្គ្រាមអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ដែលមិនទាន់បង្ហាញសញ្ញាថមថយឬដំណោះស្រាយណាមួយនៅឡើយចំពេលសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងដល់ទៅ0.6បើទោះជាការជួញដូរមានភាពប្រែប្រួលនិងសន្ទុះតម្លៃកើនឡើងបានជាប់គាំងក៏ពិតមែនប៉ុន្តែមាសនៅតែកើនឡើងប្រហែល17%រហូតទល់ពេលនេះសម្រាប់ឆ្នាំ2026ការផ្លាស់ប្ដូរពាណិជ្ជកម្មសកលនិងភូមិសាស្ត្រនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ដូចជាការគំរាមកំហែងដល់ឯករាជ្យភាពរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក Fed បានជំរុញតម្លៃមាសដែលត្រូវបានចាត់ជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុតអំឡុងពេលភាពមិនប្រាកដប្រជាសកលនោះបានកើនឡើងដោយបំបែកកំណត់ត្រាតម្លៃជាបន្តបន្ទាប់ការទិញរបស់បណ្ដាធនាគារកណ្ដាលពិភពលោកកើនឡើងក៏បានគាំទ្រដល់កំណើនដុំឡៃផងដែរជាពិសេសធនាគារចិនបានទិញមាសបន្ថែមទៀតនៅក្នុងខែកុម្ភៈដោយពង្រីកការទិញរបស់ខ្លួនដល់15ខែជាប់គ្នាអ្នកជំនាញកាលពីថ្ងៃទី7ខែមីនាឆ្នាំ2026លើកឡើងថាការបញ្ចប់ជម្លោះឆាប់រហ័សទំនងជានឹងធ្វើឲ្យប្រាក់ដុល្លារធ្លាក់ចុះហើយពេលនោះមាសនឹងឡើងថ្លៃខណៈសង្គ្រាមអូបន្លាយនឹងធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃដោយសារការរំពឹងទុកនៃអតិផរណាខ្ពស់ដែលជាលទ្ធផលបង្កើតលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់